ចាជំរាបសួរអមពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះម៉ាក់មកទៀតហើយគឺមកធ្វើគ្រឿងក្លែមចាចេញពីការងារមកក៏រនឹកថាធ្វើប្លុកអីល្អណោះតែនឹកឃើញថាអូយចង់ស្រក់ទឹកភ្នែកចាឃើញក្បាលវីដេអូស្រាប់ហើយបងប្អូនហ្នឹងគឺខាត់ណាទឹកភ្នែកបងប្អូនទឹកភ្នែកមែនខ្ញុំដាក់ហិលអង្កប់ទី1គឺយើងបើកយ៉ាមកដាក់ដាំទឹកដើម្បីទុកស្រុះដើមខាត់ណាបងប្អូនហើយដើមខាត់ណាយើងយកយើងសកវាសិនណាបងបកអាសបកក្រៅនឹងសិនណាយកតែស្នូលរដាទេហើយយើងចិត្តចឹងមកបងប្អូនគេឲ្យចិត្តមិនស្ដើងពេកទេចិត្តមកល្មមហ្នឹងចិត្តមិនក្បាលដែរបងប្អូនជួយខ្ញុំទៅហ្នឹងចិត្តចឹងមកពេលហើយយើងយកទៅស្រុះណាបងប្អូនបន្ទាប់មកទឹកពុះវាហើយទឹកពុះហើយចាំមកចិត្តផ្លែអូចិត្តផ្លែវិញយូរដែរណាយើងក៏យកដើមខាណាដែលយើងចិត្តហ្នឹងយកទៅស្រុះតែដែលខ្ញុំគាត់ថាមិនបាច់ស្រុះយូរទេស្រុះមកសបកទៅស្រុះត្រឡប់មកហើយក៏បិទហ្គាសមកស្រង់មកថ្ងៃនេះគេឲ្យខ្ញុំមកខ្លាចវានៅរវិញអញ្ចឹងខ្ញុំស្រុះទៀតគេថាបានហើយស្រង់មកហើយដាក់មកត្រាំទឹកកកបងប្អូនដើម្បីឲ្យចុងភៅណាគេប្រាប់ខ្ញុំគេថាដាក់ត្រាំទឹកកកដើម្បីឲ្យដើមខាណាដែលយើងស្រុះហ្នឹងណាវាស្រួយអូតែស្រួយបងគេមែនបងប្អូនបន្ទាប់មកក៏ហាន់សាច់ជ្រូកចាយកសាច់សតណាបងប្អូនចាហើយក៏បិទអត់មុតទេថ្ងៃនេះហាន់នឹងញ័រក្បាលទៅតាបងប្អូនថ្ងៃទឹកពុះហើយទឹកពុះចាំសាច់ជ្រូកដោយសារក៏បិទអត់មុតទៅហាន់សាច់ជ្រូកយឺតបងប្អូនចាហាន់ប្រទេសស្អាតដូចខ្ញុំចឹងមកហាន់រួចហើយបន្ទាប់មកយើងក៏មិនតាន់ស្រុះទេមករៀបដើមខាណាដែលយើងស្រុះត្រាំទឹកកកហ្នឹងនិយាយពីតិចបងប្អូនដៃយើងចង់រឹងចូលប្រកិនណាចាំមកម៉ាក់ប្រកិនហ្នឹងតិចពេកហ្នឹងហើយរឹងមកទៅរៀបលើចានយ៉ាងស្អាតបន្ទាប់មកយើងក៏ដាក់សាច់ជ្រូកដែលយើងហាន់ហ្នឹងចូលក្នុងឆ្នាំងមកចាអូយនិយាយពីថាគ្រឿងក្លែមលើចេះបណ្ដាបងប្អូនអើយស្ត្រីនេះផ្ទះម្នាក់នេះគេឲ្យស្រុះរួចហើយត្រឡប់មកហើយយើងស្រង់មកដាក់លើកុំច្រឡំយកទឹកដែរបងប្អូនគេយកទៅកាកសាច់ជ្រូកនេះចាអូយមួយផ្សែងអូយខ្ញុំនិយាយមែនដែលខណៈដែលម៉ាក់កំពុងបញ្ចូលសម្លេងហ្នឹងគឺទឹកញ៉ាំហើយមិនហ្នឹងចាបន្ទាប់មកយើងក៏មកធ្វើទឹកជ្រលក់ស្រោចពីលើហ្នឹងគឺទឹកត្រីកកកហ្នឹងឯងបងប្អូនខ្លះគាត់ចេះធ្វើហើយគាត់ធ្វើបានឆ្ងាញ់ទៀតណោះកុំតែចង់អួតប្រាប់ថាថ្ងៃនេះខ្ញុំធ្វើឆ្ងាញ់ណាបងប្អូនបាយអស់ទាំងកប៉ាតហ្នឹងទៅប៊ីចេងបកមកបងប្អូនបកល្អិតបកលើតុផាំងហើយខ្ទាតអញ្ចឹងលើកបុកមកក្រោមហ្នឹងវាហើយយើងដាក់ប៊ីចេងខ្ញុំដាក់ច្រើនណាប៊ីចេងដូចព្រៃខ្ញុំដាក់ស្កររៀងក្រែហ្នឹងឲ្យប៊ីចេងជាតិអែមហើយដាក់ទឹកត្រីបន្ទាប់មកក៏កូវាហើយហាន់ក្រូចឆ្មាច្បាច់ក្រូចឆ្មាដាក់អាហ្នឹងមែនតាបងប្អូនរសជាតិចេញជូរប្រៃផ្អែមឆ្ងាញ់របស់គេនិយាយមែនឲ្យតាគ្រឿងក្លែមគឺចេញរសជាតិចឹងណាឆ្ងាញ់មកបន្ទាប់មកក៏ច្បាច់ក្រូចឆ្មាដាក់ខ្ញុំដាក់ក្រូចឆ្មាប្រហែលជា2ផ្លែបងប្អូនជាពីឆ្ងាញ់មែនខ្ញុំនិយាយមែនអូយមើលតំណងបន្ទាប់មកគេឲ្យយើងភ្លក់ឲ្យលេងឆ្ងាញ់បងប្អូនជាប់ចិត្តភ្លក់ទៀតសុំភ្លក់ដល់ទៀតមើលហើយធូបភ្នែកតូចភ្នែកធំដូចអូឆ្ងាញ់មែនអូយមើលឡើងក្បាលពួនចង់ភៅឡើងបន្ទាប់មកយើងក៏ហាន់ជីបន្សុយគេឲ្យហាន់តិចអីឲ្យហាន់ស្ដើងហ្នឹងហើយយើងក៏ដាក់ចូលក្នុងទឹកជ្រលក់យើងឲ្យវាមានពណ៌ស្រស់ស្អាតបងប្អូនហើយឈ្ងុយរួចការស្រាចវាហើយយើងក៏ដួសទឹកជ្រលក់នឹងស្រោចពីលើមកអូយបងប្អូនហើយបើសិនជាមានបៀតិចទៀតអូយឆ្ងាញ់ណាស់មើលតំណងរួចរាល់ជាការស្រាច់បន្ទាប់មកយើងក៏យកជីឆាយើងជីបន្សុយនឹងមកតែងពីលើបន្តិចមកហើយចង់ភៅខំធ្វើអូយមើលភ្លក់មើលហ្មងតែបងប្អូនឆ្ងាញ់មែនខ្ញុំនិយាយ1 2 3លក់លើហើយគ្រាន់តែដាក់ចានភ្លឹបអស់លេងបងប្អូនខ្ញុំនិយាយមែនហើយក៏សូមអរគុណពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតែងតែជួយមើលវីដេអូហើយជួយ share វីដេអូរបស់នាងខ្ញុំបើសិនជាមានការខុសឆ្គងក៏សូមអធិស្ឋានអភ័យទោសផងណាបងប្អូនចាជម្រាបលាបាយអរគុណច្រើនចា